ដល់ឡៃប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ាណាតហៅការលើកឡើងរបស់បារាំងនិងជប៉ុននេះគឺជាការខ្វាយខ្វល់រឿងបូរណភាពទឹកដីកម្ពុជាខ្លាំងជាងគ្រួសារហ៊ុនដែលកំពុងកាន់កាប់អំណាចលោកថាមេរងនាំគ្រួសារហ៊ុនគួរតែជាខ្មាស់ប្រទេសបារាំងនិងប្រទេសជប៉ុនដែលគេជួយផ្ដល់តម្រុយនិងឯកសារបន្ថែមទៀតដើម្បីការពារនិងទាមទារដែនកោះនិងដែនសមុទ្រខ្មែរដែលប្រទេសជិតខាងបានរំលោភយកភាគីរដ្ឋាភិបាលកម្ពុជាគូចេះខ្មាស់គេដែរបូរណភាពទឹកដីខ្លួនឯងអធិបតេយ្យជាតិរបស់ខ្លួនឯងសោះព្រមការពារទៅឲ្យគេមកឈឺឆ្អាលជំនួសហ្នឹងគូចេះខ្មាស់គេដែរអញ្ចឹងយើងឆ្លើយសំណួរបងអូនថាតើវាមានរឿងស្អីដែលពួកនឹងមិនចេះខ្មាស់គេបាទពួករដ្ឋាភិបាលកម្ពុជាមិនចេះខ្មាស់គេដូចបានបញ្ជាក់ជូនបាញ់មិញថាលោកហ៊ុនសែនមិនខ្មាស់លោកហ៊ុនម៉ាណែតមិនខ្មាស់គេដោយសារលោកហ៊ុនសែនហ្នឹងបានធ្វើតែរឿងអាស្រូវនៅក្នុងការគុកគិតជាមួយនឹងប្រទេសជិតខាងយួនជាចំណែកធំជាងគេហើយបន្ទាប់មកថៃជាចំណែកបន្តនៅក្នុងការព្រមព្រៀងទាំងកិច្ចសន្យាព្រំដែនទឹកទាំងកិច្ចសន្យាព្រំដែនគោកហើយកិច្ចសន្យារបស់លោកហ៊ុនសែនជាមួយថៃជាមួយវៀតណាមកឡងទៅវាអត់មានបានផលចំណេញស្អីតល់តសោះសម្រាប់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងច្បាប់សមុទ្រនេះវាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាខ្លាំងណាស់អញ្ចឹងហើយរដ្ឋាភិបាលកម្ពុជាក្តីរដ្ឋសភាកម្ពុជាក្តីហើយលោកហ៊ុនសែនខ្លួនឯងក្តីនឹងគួរតែចេះភ្ញាក់រលឹកទៅកុំឲ្យគេដាស់តឿនច្រើនដងពេកព្រោះអាហ្នឹងវាជាផលប្រយោជន៍របស់កម្ពុជាទេបានអនុម័តច្បាប់ទាំងឡាយណាដែលពាក់ព័ន្ធនឹងផលប្រយោជន៍កម្ពុជាអនុម័តទៅហើយផ្ដល់សេចក្ដីបានទៅអាចការពារអធិបតេយ្យរបស់ជាតិបាន